នារីត្រីមួយឆ្នាំ95មានខេត្តមួយស្ថិតនៅឆ្ងាយដាច់ស្រយាលពីរាជធានីភ្នំពេញសម័យកាលនោះចរន្តអគ្គិសនីជាវត្ថុដែលមានតម្លៃនិងជារបស់កម្រក្រៃសម្រាប់អ្នកស្រុកស្រែចម្ការនៅតាមជនបទនៅពេលព្រះអាទិត្យលិចផុតផ្ទៃមេឃដែលធ្លាប់តែមានពណ៌ទឹកសមុទ្របានចាក់ចូលជំនួសមកវិញនៅពន្លឺដ៏ស្រស់ត្រកាលដែលអ្នកភ្នំពេញពុំធ្លាប់ឃើញនៅក្នុងភូមិទាំងមូលមានតែភាពងងឹតដែលបានគ្របដណ្ដប់ជុំជិតពាសពេញលើផ្ទៃអាកាសពុំមានពន្លឺអំពូលអគ្គិសនីណាមកបង្អាក់ពន្លឺនៃវងតារាដែលកំពុងរះបាននោះទេពន្លឺផ្កាយទាំងនោះប្រៀបបាននឹងគ្រាប់ពេជ្រដែលត្រូវបានគេរាយរំលេចនៅលើកម្រាលព្រំពណ៌ខ្មៅដែលបានផ្ដល់នៅពន្លឺតិចៗល្មមឲ្យយើងមើលឃើញនៅស្រមោលព្រិលរបស់ដំបូលផ្ទះស្លឹកជួរដើមឈើនិងវាលស្រែមួយអន្លើចំណែកឯផ្លូវលំក្រាលគ្រោះក្រហមអមដោយចំការកៅស៊ូត្រង់ជួរគ្នាកាលបើត្រូវពន្លឺព្រះច័ន្ទមកជះលើក៏ប្រែពណ៌ខ្មៅប្រៀបបីដូចជាខ្សែវែងអន្លាយគ្មានទីបញ្ចប់ដូច្នោះដែរនៅតំបន់ខ្លះពន្លឺព្រះច័ន្ទមិនអាចបំភ្លឺច្បាស់រហូតសូម្បីតែចុងផ្លូវដែលនៅចំពោះមុខក៏មើលមិនឃើញសោះឡើយណាខ្យល់រាត្រីចាប់ផ្ដើមចុះត្រជាក់លាយឡំនឹងអប្សែងស្ដើងកំពុងរសាត់អណ្ដែតវិលវល់នៅក្នុងចំការចេកនៅពេលខ្យល់វាយោបក់ផាត់ដើមចេកឆ្ពោះទៅកាន់ចំការកៅស៊ូដែលមានទំហំដ៏ធំសម្បើមវាបាននាំមកនៅក្លិនក្រអូបឈួលរបស់ដីសើមនិងក្លិនស្លឹកឈើស្រស់ៗដែលទើបតែរងទឹកសន្សើមថ្មីក្លិនភាយទាំងនេះជាក្លិនពិសេសបានជ្រាបចូលទៅក្នុងដង្ហើមធ្វើឲ្យមនុស្សងាយនឹងរំភើបងាយនឹងញាប់ញ័រឬនឹកភ្នែកទៅកាន់រឿងរ៉ាវនៅក្នុងអតីតកាលក្នុងសភាពស្ងប់ស្ងាត់សំឡេងសត្វល្អិតរួមមានសត្វចង្រិតទឹកកែដីសត្វបក្សីនិងសត្វរៃលាន់ឮឡើងច្បាស់រងំសំឡេងយំឆ្លើយឆ្លងគ្នាកងលំពងពេញព្រៃព្រឹក្សាមិនមែនជាស្នូរដែលរំខានត្រចៀកឡើយប៉ុន្តែវាជាសំឡេងតន្ត្រីដ៏កំសត់មកជួយកំដររាត្រីឆ្នាំ95ឲ្យកាន់តែមានអត្ថន័យជ្រាលជ្រៅពន្លឺចង្គៀងប្រេងកាតបានដាក់តាំងលើតុឈើចាស់កំពុងជាយាមបញ្ចេញរស្មីដ៏ស្រទន់បំភ្លឺឲ្យសព្វអស់បរិវេណក្នុងបន្ទប់កម្លាំងខ្យល់បក់ចូលតាមចន្លោះបង្អួចបានបក់បោកឲ្យពន្លឺភ្លើងរេរាំឥតឈប់ឈរសុផលអង្គុយលើតុសរសេរនៅទំនុកនិងកៅភ្នែកទាំងគូសម្លឹងទៅកាន់សៀវភៅដែលពោពេញទៅដោយរូបមន្តនិងទ្រឹស្ដីផ្ទៃមុខដែលធ្លាប់តែស្រស់បំព្រងនៃយុវជនបញ្ចប់ការសិក្សាថ្មីថ្មោងប្រែក្លាយទៅជាស្លេកស្លាំងនឿយហត់អស់កម្លាំងនិងល្វើជាខ្លាំងក្រោមពន្លឺចង្គៀងពណ៌លឿងទុំនៅលើម្រាមដៃកណ្ដាលនិងមេដៃខាងស្ដាំមានប្រឡាក់ម្សៅពណ៌ថ្នាំខ្មៅបន្តិចបន្តួចដែលជាភស្តុតាងនៃការព្យាយាមរៀបចំមេរៀនអស់ជាច្រើនម៉ោងដើម្បីឲ្យសិក្សានិស្សិតនៅភូមិដាច់ស្រយាលនេះបានទទួលនៅចំណេះដឹងងាយយល់ងាយចាំនិងច្បាស់លាស់ជាទីបំផុតគាត់បានដាក់ខ្មៅដៃចុះយឺតរួចដកដង្ហើមធំពីព្រោះតែសាច់ដុំដៃកំពុងតែរោយស្រពន់ទៅហើយសម្រាប់សុផលការបង្រៀននៅទីនេះមិនត្រឹមតែជាការងារប៉ុន្តែគឺជាការបដិញ្ញាចិត្តនិងការដឹងគុណជាពិសេសទោះបីជាគ្មានពន្លឺភ្លើងអគ្គិសនីទោះបីជាត្រូវឆ្ងាយពីភាពស៊ីវិល័យក៏យុវជនម្នាក់នេះសុខចិត្តយកចំណេះដឹងមកបង្រៀនមកព្រានប្រដៅដុសខាត់កុមារនៅតាមជីដែនឲ្យភ្លឺត្រចះត្រចង់មិនចាញ់ពន្លឺផ្កាយនៅលើមេឃឡើយនៅពេលដែលគាត់ឈប់សម្រាកពីការសរសេរសំឡេងសត្វល្អិតដែលយំកងរំពងពីខាងក្រៅហាក់ដូចជាកំពុងជជែកគ្នាអំពីវត្តមានរបស់គ្រូបង្រៀនយុវជនរូបនេះដែលកំពុងមកតតាំងនឹងភាពអន្តកាតសុផលបានសម្លឹងទៅខាងក្រៅមានអារម្មណ៍ថាខ្លួនពិតជាតូចទាបតែម្នាក់ឯងហើយនៅកណ្ដោចកណ្ដែងនៅក្បែរអាណាចក្រចំការកៅស៊ូ
ក្នុងពិភពដ៏ធំធេងដែលគ្មានពន្លឺភ្លើងនេះគ្រូគាត់ប្រៀបបាននឹងកូនផ្កាយមួយគ្រាប់ដែលកំពុងព្យាយាមបញ្ចេញរស្មីចំកណ្ដាលដែនអាកាសទោះបីជាភាពឯកាព្យាយាមបំបាក់ស្មារតីប៉ុន្តែរាល់ដងនៃលោកគ្រូក្រឡេកមើលរូបមន្តនិងអក្សរនៅលើក្រដាសដែលសរសេរថាការខិតខំប្រឹងប្រែងទើបកើតជាលទ្ធផលវាក៏คล้ายទៅជាកម្លាំងចិត្តដ៏មហិមាកម្លាំងចិត្តនេះហើយដែលជួយឲ្យយុវជនម្នាក់នេះមានស្មារតីរឹងមាំហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីដុតបំភ្លឺគំនិតកុមារាកុមារីនៅទីជនបទឲ្យឃើញនៅផ្លូវអនាគតសុផលបានក្រោកឈររួចដើរទៅក្បែរបង្អួចដកកលោបលួចសម្លឹងទៅកាន់ជួរដើមកៅស៊ូដែលឈរត្រង់រត់ជួរគ្នាដូចជាកងទ័ពខ្មោចកំពុងឈរយាមកាមនៅក្រោមពន្លឺផ្កាយដ៏ព្រឹកព្រួចក្នុងចិត្តរបស់គាត់ស្រាប់តែនឹកដល់រឿងរ៉ាវដែលអ្នកភូមិធ្លាប់និយាយតគ្នាអំពីវិញ្ញាណយាមចំការឬវិញ្ញាណស័ក្តិសិទ្ធិដែលរក្សាទឹកដីព្រៃព្រឹក្សានេះភាពស្លេកស្លាំងនៅលើផ្ទៃមុខរបស់សុផលកាន់តែច្បាស់ឡើងនៅពេលដែលគាត់មានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងសម្លឹងមើលមកកាន់គាត់វិញពីក្នុងភាពងងឹតនៃចំការនោះខ្យល់រាត្រីស្រាប់តែប្រែទៅជាត្រជាក់ឆ្អឹងខ្នងខុសប្លែកពីធម្មតារីឯសំឡេងសត្វល្អិតក៏ធ្លាប់តែយំកងរំពងស្រាប់តែបាត់ហាក់បីដូចជាវាដឹងមុននៅវត្តមាននៃអ្វីម្យ៉ាងដែលអាចកំបាំងនៅកណ្ដាលភាពខ្មៅងងឹតដែលគួរឲ្យខ្លាចនេះសុផលដកដង្ហើមញ័រនិងមានអារម្មណ៍ពុះកញ្ជ្រោលរួមទាំងភ្នែកព្យាយាមស្វែងរកមូលហេតុនៃអារម្មណ៍ចម្លែកនេះស្រមោលមេឈើដែលរើកម្រើកតាមកម្លាំងខ្យល់បង្កើតទៅជាទ្រង់ទ្រាយខ្មៅស្រពិចស្រពិលដូចជាដៃមនុស្សកំពុងលូកមកកាន់គាត់បើទោះបីជាសុផលជាមនុស្សវិទ្យាសាស្ត្រដែលចូលចិត្តភាពច្បាស់លាស់ក៏ដោយប៉ុន្តែក្នុងរាត្រីឆ្នាំ95នេះព្រំដែនរវាងការពិតនិងអបិយជំនឿហាក់ដូចជារលាយចូលគ្នាសាច់មួយតែម្ដងនៅពេលដែលគាត់ផ្លុំពន្លត់ចង្គៀងផឹបបន្ទប់ទាំងមូលក៏ប្រែក្លាយទៅជាងងឹតស្លុបតែម្ដងគាត់ឈរស្ងៀមមួយសន្ទុះដើម្បីឲ្យប្រស័យភ្នែកស៊ាំនឹងភាពងងឹតមុននឹងសម្រេចចិត្តចាកចេញពីបន្ទប់គ្រូដែលនៅជាប់ថ្នាក់រៀនសូម្បីតែសំឡេងបិទទ្វារចាស់ក៏លាន់ឮសូរក្រឹកធ្វើឲ្យបេះដូងរបស់សុផលលោតខុសចង្វាក់ដែរនៅក្នុងសាលាបឋមនៅខេត្តដាច់ស្រយាលបែបនេះក្នុងឆ្នាំ95ទៀតគ្មាននរណាម្នាក់នៅក្បែរនោះក្រៅពីជួរកៅស៊ូដែលឈរស្ងៀមដូចជារូបសំណាកគាត់មានអារម្មណ៍ថាមាននរណាម្នាក់កំពុងឈរពីក្រោយខ្នងប៉ុន្តែនៅពេលដែលគាត់ងាកក្រោយយ៉ាងរហ័សមានតែខ្យល់ត្រជាក់ដែលបក់កាត់ផ្ទៃមុខរបស់គាត់តែប៉ុណ្ណោះសុផលបានអុសកង់កញ្ចាស់មួយចាក់ចេញពីជ្រុងងងឹតនៃសាលាសំឡេងច្រវាក់របស់វាលាន់ឮសូរក្រឹកคล้ายទៅជាមិត្តរួមដំណើរតែម្នាក់គត់នៅក្នុងរាត្រីកាលដ៏ស្ងប់ស្ងាត់នៅលើដៃចង្កូតកង់មានពិលជ័រពណ៌ក្រហមមួយដាក់ថ្មពីរគ្រាប់ដែលមានពន្លឺខ្សោយដូចជាភ្នែកមាន់ប៉ុន្តែវាគឺជាអាវុធតែមួយគត់ដែលគាត់មានដើម្បីតតាំងនឹងស្បៃអន្តកាលសម្បកកង់បានកាន់លើគ្រោះក្រហមលាន់ភុចបង្កើតទៅជាស្នូររណ្ដំកណ្ដាលស្បៃរាត្រីផ្លូវលំដែលនៅពីមុខគាត់នៅពេលនេះមិនខុសពីមាត់បិសាចដែលកំពុងលេបត្របាក់រូបគាត់ឡើយខ្យល់អាកាសដែលធ្លាប់តែត្រជាក់ស្រាប់បែរជាមានអារម្មណ៍ថាអាប់អួរខុសពីធម្មតារីឯក្លិនជ័រកៅស៊ូស្រស់លាយឡំនឹងក្លិនដីសើមបានភាយឡើងមកឈួលច្រមុះបង្កើតទៅជាបរិយាកាសមួយដែលធ្វើឲ្យអារម្មណ៍សុផលចាប់ផ្ដើមរវើរវាយសុផលខំប្រឹងបដោតស្មារតីទៅលើពន្លឺភ្នែកមាន់នៃពន្លឺពិលជ័រពណ៌ក្រហមប៉ុន្តែភាពងងឹតដែលឡោមព័ទ្ធជុំវិញខ្លួនហាក់បីដូចជាកំពុងរួញតូចទៅរាល់ពេលដែលគាត់ចេះតែជិះទៅមុខស្រមោលដើមកៅស៊ូលើផ្លូវប្រៀបបីដូចជាដៃបិសាចដែលកំពុងព្យាយាមស្រវាចាប់យកកង់របស់គាត់ក្នុងចិត្តដែលធ្លាប់តែរឹងមាំឥឡូវនេះប្រែទៅជាញាប់ញ័រខណៈដែលត្រចៀករបស់សុផលហាក់ឮសំឡេងខ្សឹបខ្សៀវតិចហៅឈ្មោះរបស់គាត់ពីក្រោយខ្នងពន្លឺពិលនោះបានរេចុះរេឡើងនៅលើផ្លូវលំ
ដែលក្រាលដល់គ្រុកក្រហមសុផលចាប់ផ្ដើមធាក់កង់យឺតទៅកាត់តាមចន្លោះជួរដើមកៅស៊ូដ៏វែងអន្លាយខណៈដែលអារម្មណ៍ម្យ៉ាងកំពុងប្រាប់គាត់ថាកុំឲ្យងាកក្រោយឲ្យសោះសុផលព្យាយាមប្រើចំណេះដឹងផ្នែកគណិតវិទ្យាដើម្បីរងាប់អារម្មណ៍ដែលកំពុងផ្អើលឆោឡោពីសាលាទៅផ្ទះស្នាក់មានចម្ងាយតែ2គីឡូម៉ែត្រទេបើជិះកង់ក្នុងល្បឿន10គីឡូម៉ែត្រក្នុង1ម៉ោងនោះគាត់នឹងដល់ក្នុងរយៈពេល12នាទីប៉ុន្តែក្នុងភាពងងឹតស្លុបដែលហុំព័ទ្ធជុំវិញខ្លួនគាត់12នាទីនេះយូរដូចជា12ឆ្នាំភ្លាមនោះស្រាប់តែពន្លឺពិលរបស់គាត់បានជះទៅប៉ះនឹងអ្វីម្យ៉ាងដែលកំពុងឈរនៅពាក់កណ្ដាលផ្លូវវាមិនមែនជាដើមឈើហើយក៏មិនមែនជាសត្វពាហនៈដែរប៉ុន្តែគឺជាស្រមោលសលឹមដែលឈរស្ងៀមធ្នឹងហាក់កំពុងរងចាំវត្តមានរបស់គាត់តាំងពីយូរលង់ណាស់មកហើយសំឡេងកង់កិនលើដីខ្សាច់សើមស៊ិចលាន់ឮច្បាស់ដូចជាមាននរណាម្នាក់កំពុងដើរតាមពីក្រោយក្នុងចង្វាក់តែមួយសុផលប្រឹងទប់ដង្ហើមប៉ុន្តែសំឡេងដង្ហើមរបស់គាត់លាន់ឮនៅក្នុងត្រចៀកហឹកហាក់កាន់តែញាប់ទៅស្របតាមល្បឿននៃបដូងដែលកំពុងបុកទ្រូងយ៉ាងខ្លាំងក្នុងរាត្រីនេះធម្មជាតិហាក់ដូចជាដកហូតយកភ្នែករបស់គាត់ទៅបាត់ហើយជំនួសមកវិញនៅត្រចៀកដែលឆ្លើយតបរាល់សូរស័ព្ទដែលមិនគួរឲ្យទុកចិត្តស្រមោលវែងនៃដើមកៅស៊ូដែលលាតសន្ធឹងកាត់ផ្លូវប្រៀបបីដូចជាម្រាមដៃងងឹតកំពុងលូកស្ទាបបង្អែលរកចំណែកនៅពេលខ្យល់បក់ម្ដងស្លឹកកៅស៊ូដែលប៉ះទង្គិចគ្នាបង្កើតទៅជាសំឡេងវូមិនមែនជាសំឡេងខ្យល់ធម្មតាទេសម្រាប់សុផលប៉ុន្តែវាគឺជាសំឡេងខ្សឹកខ្សៀវរបស់អ្នកយាមព្រៃជាច្រើនអ្នកដែលកំពុងប្រាប់គ្នាទៅវិញទៅមកអំពីវត្តមានរបស់មនុស្សចម្លែកដែលកំពុងរំលោភបំពានលើដែនដីរបស់ពួកគេតើមានអ្វីនៅក្រៅពីខ្នងខ្ញុំសំណួរនេះបានលងបន្លាចខួរក្បាលរបស់គាត់រហូតដែលទប់មិនជាប់សុផលបានងាកក្រោយយ៉ាងរហ័សប៉ុន្តែពន្លឺពិលខ្សោយរបស់គាត់បានត្រឹមតែជះទៅលើភាពទទេស្អាតនិងដើមកៅស៊ូដែលញ័ររន្ធត់តាមកម្លាំងខ្យល់គ្មានអ្វីនៅទីនោះទេប៉ុន្តែអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងរអិលតាមកន្លងកង់របស់គាត់មិនបាត់បង់ឡើយវាដូចជាស្រមោលដែលមិនត្រូវការពន្លឺដើម្បីកើតឡើងសុផលព្យាយាមផ្ដោតអារម្មណ៍ទៅលើផ្លូវនៅខាងមុខគាត់ចាប់ផ្ដើមធាក់កង់ឲ្យលឿនជាងមុនដើម្បីឲ្យឆាប់ផុតពីតំបន់ដ៏អាប់អួរបំផុតនៃចំការនេះប៉ុន្តែស្រាប់តែឮសំឡេងផាំងសំឡេងអ្វីម្យ៉ាងដែលបានផ្ទុះយ៉ាងខ្លាំងពីចំការនៅខាងឆ្វេងដៃធ្វើឲ្យគាត់ភ័យខ្លាំងរហូតដល់កង់រេបំរុងនឹងដួលចូលទៅក្នុងចំការកៅស៊ូនៅពេលនោះសំណើដ៏ព្រួយព្រួចបានលេចឡើងនៅក្នុងចិត្តខួរក្បាលដែលធ្លាប់តែពូកែខាងដោះស្រាយរូបមន្តនិងស្វ័យគុណបែរជាគាំងស្ទះមិនអាចរកចម្លើយឲ្យភាពភ័យខ្លាចដែលកំពុងដេញតាមពីក្រោយបានឡើយទោះបីជាខ្យល់រាត្រីត្រជាក់ស្រាប់យ៉ាងណាក៏ដោយក៏ញើសត្រជាក់បានហូរកាត់ជើងសក់របស់សុផលដៃទាំងពីរបានក្តាប់ដៃកង់យ៉ាងស្លេកស្លាំងក្តាប់យ៉ាងណែនរហូតដល់ដៃឡើងសរសៃនៅពេលកង់ប៉ះនឹងថ្មប្រៀបដូចជាសញ្ញាអាសន្នដែលធ្វើឲ្យគាត់ស្ទើរតែលោតចេញពីកែបកង់នៅក្នុងចិត្តរបស់គាត់កំពុងវាយតម្លៃចង្វាក់ប្រសិនបើវាជាសំឡេងជើងតើហេតុអ្វីបានជាវាដើរត្រូវចង្វាក់ជាមួយនឹងការធាក់កង់របស់គាត់ម្ល៉េះឬមួយក៏វាកំពុងតែចាំចង្វាក់កង់របស់គាត់សុផលព្យាយាមដកដង្ហើមវែងដើម្បីរងាប់អារម្មណ៍ក្នុងនាមជាគ្រូគណិតវិទ្យាគាត់ព្យាយាមប្រាប់ខ្លួនឯងថាវាគ្រាន់តែជាសំឡេងអេកូឡងប៉ុណ្ណោះព្រោះបរិយាកាសជុំវិញស្ងប់ស្ងាត់ពេកទើបធ្វើឲ្យសំឡេងកង់ជះមកវិញប៉ុន្តែផ្នែកម្ខាងទៀតនៃខួរក្បាលបានឆ្លើយតបមកវិញថាចុះបើវាមិនមែនជាអេកូចុះបើវាគឺជាអ្វីម្យ៉ាងដែលកំពុងរអិលតាមស្រមោលកៅស៊ូនោះគាត់ចាប់ផ្ដើមបន្ថយល្បឿនបន្តិចដើម្បីស្ដាប់ឲ្យច្បាស់អ្វីដែលគួរឲ្យខ្លាចបំផុតនោះនៅពេលដែលគាត់ធាក់កង់យឺតសំឡេងខាងក្រោយរបស់គាត់ក៏យឺតតាមដែរ
នៅពេលដែលគាត់ធាក់កង់យ៉ាងលឿនសំឡេងនោះក៏ដេញតាមពីក្រោយយ៉ាងលឿនដែរមិនឲ្យដាច់សង្វាក់តតែសោះបេះដូងរបស់សុផលលោតញាប់រហូតដល់មានអារម្មណ៍ថាវាសឹងតែផ្ទុះចេញពីទ្រូងមកហើយសុផលសម្រេចចិត្តយ៉ាងមុតមមគាត់ចង់ដឹងការពិតគាត់នឹងធ្វើពិសោធន៍មួយដែលប្រថុយប្រឋានបំផុតនៅក្នុងជីវិតរបស់គាត់សុផលបានឈប់កង់ភ្លាមដើម្បីចង់ដឹងថាតើវាជាសំឡេងអ្វីតើសំឡេងដែលតាមមកពីក្រោយនោះនឹងឈប់តាមគាត់ឬក៏វាជ្រុលនឹងបុកខ្នងរបស់គាត់នៅចំពោះមុខសុផលភាពងងឹតហាក់ដូចជាខ្មៅចិត្តក្លិនក្រអូបឈួលនៃផ្ការរំដួលដែលរីកនៅពេលយប់ធ្លាប់តែជាក្លិនដែលគាត់ចូលចិត្តប៉ុន្តែនៅពេលនេះវាคล้ายទៅជាក្លិនដែលនាំមកនៅភាពត្រជាក់ស្រេបដល់ឆ្អឹងខ្នងក្លិននោះហាក់ដូចជាមានវិញ្ញាណវារុំព័ទ្ធជុំវិញខ្លួនរបស់គាត់ស្របពេលដែលស្រមោលសនៅតែឈរស្ងៀមមិនកម្រើកពន្លឺពិលជ័រពណ៌ក្រហមរបស់សុផលចាប់ផ្ដើមខ្សោយទៅវាកំពុងដង្ហក់ដូចជាមានមនុស្សដាច់ខ្យល់រាល់ពេលដែលពន្លឺភ្លឹបភ្លែតវាក៏ចាប់ផ្ដើមបង្កើតទៅជារូបភាពស្លាប់រស់ក្នុងភ្នែករបស់គាត់ភ្លឺឃើញរូបស្ត្រីសក់វែងងងឹតបាត់រូបភាពរួចក៏ភ្លឺឃើញរូបនាងម្ដងទៀតអ្វីដែលគួរឲ្យខ្លាចបំផុតនោះទោះបីជាកម្លាំងខ្យល់បក់ខ្លាំងរហូតដល់គុំជ័យជ្វាដួលយ៉ាងណាក៏ដោយក៏សម្លៀកបំពាក់ពណ៌សនិងសក់វែងអន្លាយរបស់ស្ត្រីនោះនៅតែធ្លាក់ចុះមកត្រង់មិនកម្រើកតាមខ្យល់បន្តិចសោះឡើយក្នុងនាមជាគ្រូផ្នែកវិទ្យាសាស្ត្រសុផលព្យាយាមស្រែកប្រាប់ខ្លួនឯងថាកុំភ័យនាងប្រហែលជាអ្នកភូមិដែលចេញមកបេះស្លឹកគ្រៃឬដើររកអ្វីនៅយប់ប្រលប់ទេដឹងប៉ុន្តែហេតុផលនេះវាខ្សោយពេកគ្មានអ្នកភូមិណាដែលមកឈរកណ្ដាលផ្លូវបំបែកចំការកៅស៊ូដាច់ស្រយាលក្នុងវេលាម៉ោង 7 យប់នោះទេត្រង់កន្លែងដែលគ្មានសូម្បីតែពន្លឺចង្គៀងសុផលបានឈប់កង់ហើយឈរធាក់ដីជាប់នឹងកង់រីឯដៃក្តាប់ដៃកង់ញ័រទៅត្រឹកគាត់ព្យាយាមឈរលេបទឹកមាត់ដែលស្ងួតហួតឯងសំឡេងកង់ដែលលាន់ឮក្រឹកតិចនៅពេលដែលគាត់រង្គើខ្លួនហាក់ដូចជាឮខ្លាំងខុសធម្មតាក្នុងភាពស្ងប់ស្ងាត់នេះគាត់ស្រាប់តែឮសំឡេងមួយយ៉ាងវាមិនមែនជាសំឡេងខ្យល់ទេប៉ុន្តែវាគឺជាសំឡេងដកដង្ហើមធំយ៉ាងវែងពីស្ត្រីដែលឈរបែកខ្នងនោះបេះដូងរបស់សុផលបុកខ្លាំងរហូតដល់ឈឺទ្រូងគាត់ដឹងច្បាស់ថាបើគាត់បកក្រោយគាត់ត្រូវជិះកាត់ចំការកៅស៊ូដ៏វែងឆ្ងាយតែម្នាក់ឯងដដែលប៉ុន្តែបើទៅមុខគាត់ត្រូវឆ្លងកាត់ស្ត្រីអាចកំបាំងម្នាក់នេះសុផលបានសម្រេចចិត្តទាំងញាប់ញ័ររួចគាត់ហើបមាត់សួរទៅកាន់ស្រមោលនោះដោយសំឡេងរអាក់រអួលបងស្រីមែនទេមានការអ្វីឲ្យខ្ញុំជួយដែរឬទេគ្រាន់តែពាក្យសម្ដីរបស់គាត់ផុតពីមាត់ភ្លានស្ត្រីនោះចាប់ផ្ដើមផ្អៀងកយឺតបំផុតរហូតដល់ឮស្នូតសំឡេងឆ្អឹងកកិតគ្នាក្រាប់ខណៈដែលនាងកំពុងព្យាយាមងាកមកក្រោយដើម្បីមើលមុខរបស់គាត់ចលនារបស់ស្ត្រីនោះយឺតខ្លាំងណាស់យឺតរហូតដល់សុផលមានអារម្មណ៍ថាពេលវេលាជុំវិញខ្លួនរបស់គាត់កំពុងតែឈប់ដើរខ្យល់ដែលធ្លាប់តែបក់វូក៏ស្រាប់តែស្ងាត់ឈឹងសូម្បីតែសំឡេងសត្វដែលយំកងរំពងតាំងពីពេលមុនក៏ស្ងាត់បាត់គ្មានដែរពន្លឺពិលដៃដែលចេះតែខ្សោយទៅរបស់សុផលចាប់ផ្ដើមលេងសើចជាមួយនឹងចក្ខុវិញ្ញាណរបស់គាត់លូតភ្លឹបភ្លែតរាល់ពេលដែលពន្លឺជះទៅប៉ះសុផលឃើញរូបភាពដាច់ដូចជាហ្វីលកុនដែលខូចពន្លឺទី1ឃើញតែថ្គាមដ៏ស្រួចនិងស្បែកដែលសស្លេកដូចក្រដាសពន្លឺទី2ឃើញសក់វែងដែលប៉ះទង្គិចនឹងផ្ទៃមុខដែលគ្មានឈាមបន្តិចសោះពន្លឺទី3ឃើញកែវភ្នែកដ៏ធំនិងជ្រៅខុសពីមនុស្សធម្មតានៅពេលដែលនាងបែរមកចំពេញទំហឹងសុផលស្ទើរតែឈប់ដកដង្ហើមផ្ទៃមុខរបស់នាងមិនមែនជាផ្ទៃមុខរបស់អ្នកភូមិដែលគាត់ធ្លាប់ស្គាល់នោះទេស្បែកមុខរបស់នាងស្ងួតក្រៀមដូចជាស្លឹកកៅស៊ូដែលធ្លាក់ចុះមកដីយូរខែប៉ុន្តែអ្វីដែលធ្វើឲ្យគាត់រន្ធត់បំផុតនោះគឺភ្នែករបស់នាងគ្មានប្រស្រីខ្មៅទេមានតែពណ៌សថ្លាយង់ដែលឆ្លុះបញ្ចាំងពីពន្លឺពិលរបស់គាត់ត្រឡប់មកវិញយ៉ាងគួរឲ្យខ្លាចនាងមិនបានឆ្លើយតបនឹងសំណួររបស់គាត់ដោយសម្ដីទេប៉ុន្តែបបោមាត់ខ្មៅជាំរបស់នាងចាប់ផ្ដើមញ័រតិចសំឡេងម្យ៉ាងលាន់ចេញពីបំពង់ករបស់នាងវាមិនមែនជាភាសាមនុស្សឡើយប៉ុន្តែវាឮដូចជាសំឡេងខ្សឹបខ្សៀវនៃខ្យល់
លីឡំនឹងសំឡេងសាច់ក្រហមតិចៗដែលធ្វើឲ្យសុផលមានអារម្មណ៍ថាឈាមនៅក្នុងខ្លួនចាប់ផ្ដើមកកភាពត្រជាក់ដែលសុផលកំពុងមានអារម្មណ៍វាមិនមែនជាត្រជាក់នៃខ្យល់អាកាសធម្មតាទេប៉ុន្តែវាគឺជាខ្យល់ត្រជាក់ចូលដល់ឆ្អឹងដែលនាំមកនូវភាពស្ពឹកស្រពន់គាត់សម្លឹងទៅក្នុងរុនភ្នែកដ៏ខ្មៅងងឹតស្លុបរបស់នាងភ្នែកដែលគ្មានពន្លឺជីវិតប៉ុន្តែដូចជាកំពុងស្រែកប្រាប់រឿងរ៉ាវរាប់ម៉ឺនពាក្យមកកាន់គាត់សម្បត្តិដែលនៅក្នុងដៃដ៏ស្គមស្គាំងរបស់នាងមានពណ៌លឿងទុំលាយខ្មៅហាក់ដូចជាត្រូវបានគេរក្សាទុកនៅក្នុងដីសើមនិងងងឹតអស់ជាច្រើនឆ្នាំទៅហើយនៅក្រោមពន្លឺភ្លើងពិលដែលសល់តែដង្ហើមចុងក្រោយសុផលបានមើលឃើញអក្សរដែលសរសេរនៅលើសម្បត្តិនោះយ៉ាងព្រាលទោះបីជាអក្សរទាំងនោះត្រូវបានទឹកសន្សើមឬទឹកភ្នែករឹតបន្តឹងឲ្យរលុកខ្លះក៏ដោយក៏គាត់នៅតែចំណាំបានថាវាគឺជាអក្សរខ្មែរតាំងពីសម័យមុនទោះបីជានៅក្នុងចិត្តរបស់គាត់ចង់បកកង់ចេញពីទីនោះឲ្យលឿនបំផុតយ៉ាងណាក៏ដោយក៏មនសិការនៃអ្នកចេះដឹងរបស់សុផលបានរារាំងជើងរបស់គាត់គិតក្នុងចិត្តថាតើនាងត្រូវការឲ្យខ្ញុំជួយអ្វីតើសម្បត្តិនេះគឺជាសំណុំពរចុងក្រោយរបស់វិញ្ញាណដែលមិនទាន់ទៅណាផុតមែនទេម្រាមដៃរបស់នាងញ័រតិចនោះហាក់បីដូចជាកំពុងអង្វរគាត់ឲ្យទទួលយកនៅវត្ថុនោះសុផលលើកដៃខាងឆ្វេងដែលញ័រទៅត្រឹកយឺតឆ្ពោះទៅរកសម្បត្តិនោះនៅពេលដែលម្រាមដៃរបស់គាត់ជិតនឹងប៉ះក្រដាសសម្បត្តិនោះស្រាប់តែខ្យល់បក់មកយ៉ាងខ្លាំងមួយប្រើកធ្វើឲ្យស្លឹកកៅស៊ូធ្លាក់ចុះមកពេញផ្លូវហើយក្លិនផ្ការំដួលដែលធ្លាប់តែក្រអូបបែរក្លាយទៅជាក្លិនឆ្អាបប្លែកភ្លាមគ្រាន់តែសុផលក្តាប់បានជីសម្បត្តិភ្លាមភាពត្រជាក់ស្រាប់ក៏រត់ចេញពីចុងដៃឆ្លងកាត់បេះដូងរហូតដល់ចុងជើងក្នុងមួយពព្រិចភ្នែកនោះពន្លឺពិលរបស់សុផលក៏រលត់សូន្យសងគាត់មិនអាចមើលឃើញអ្វីទៀតឡើយសូម្បីតែរូបរាងរបស់ស្ត្រីនោះនៅក្នុងភាពងងឹតស្រាប់តែមានសំឡេងខ្សឹកតិចលាន់លឺនៅក្បែរត្រចៀកគាត់ថាសូមប្រគល់ឲ្យម្ចាស់វាវិញខ្យល់យប់ដែលធ្លាប់តែបោកខ្លាំងឥឡូវនេះបានថមថយចុះនៅសល់តែភាពស្ងប់ស្ងាត់ធ្វើឲ្យសុផលអាចឮសំបីតែសំឡេងបេះដូងលោតដឹបភ្នែករបស់គាត់មិនអាចដកចេញពីសម្បត្តិអាត់កំបាំងតើវាគឺជាការភ័ន្តច្រឡំដោយការនឿយហត់មែនទេតើវាគឺជាអាក់ដែលបង្កើតរូបរាងមនុស្សមែនទេប៉ុន្តែសម្បត្តិដែលនៅពីមុខគាត់គឺជាភ័ស្តុតាងដែលមិនអាចប្រកែកបានពាក្យថាជួយកូនខ្ញុំផងនៅតែបន្លឺឡើងនៅក្នុងត្រចៀករបស់គាត់ជារឿយគាត់ក្តាប់សម្បត្តិនោះយ៉ាងណែនក្នុងដៃរួចញាត់ទៅក្នុងហោប៉ៅអាវសដែលនៅជាប់នឹងទ្រូងខាងឆ្វេងក្នុងចិត្តរបស់គាត់ភ័យខ្លាចត្រូវបានជំនួសដោយមនសិការគ្រូបង្រៀនប្រសិនបើនេះគឺជាការអង្វរករពិតប្រាកដទោះបីចាក់ចេញពីពិភពដែលមើលមិនឃើញក៏ដោយក៏គាត់មិនអាចបោះបង់ចោលបានឡើយសុផលលើកង់ឡើងវិញរួចធាក់ចេញពីផ្លូវបំបែកនោះយ៉ាងលឿនបំផុតតាមដែលកម្លាំងជើងអាចធ្វើទៅបានសំឡេងច្រវាក់កង់គ្រឹតលាន់ឮសូរកាន់តែញាប់ទៅគាត់មិនងាកក្រោយឡើយទោះបីជាមានអារម្មណ៍ថាភ្នែករាប់ពាន់គូកំពុងតែសម្លឹងមើលពីចំការកៅស៊ូក៏ដោយគោលដៅតែមួយគត់របស់គាត់គឺជាបន្ទប់សម្រាកដែលមានពន្លឺភ្លើងចង្កៀងប្រេងកាតកំពុងរងចាំគាត់នៅទីនោះនៅពេលដែលគាត់មកដល់បន្ទប់សម្រាកក្បែរសាលាគាត់ក៏ប្រញាប់ចូលទៅក្នុងរួចទាញកន្លឹះទាយ៉ាងណែនសំឡេងខ្យល់បក់មកចូលត្រជាំងក្តារខាងក្រៅលាន់ដូចជានរណាម្នាក់កំពុងព្យាយាមយកដៃកេះជញ្ជាំងសុផលដាក់កង់ចុះរួចដើរទៅកាន់តុដែលសល់ចង្កៀងប្រេងកាតជិតអស់ប្រេងគាត់ដកសម្បត្តិចេញពីហោប៉ៅដៃរបស់គាត់នៅតែញ័រមិនឈប់ស្រមោលរបស់សុផលដែលជះទៅលើជញ្ជាំងរាយរាំទៅតាមកម្លាំងខ្យល់នោះសុផលអង្គុយសម្លឹងមើលសម្បត្តិនោះមិនដាក់ភ្នែកក្នុងចិត្តរបស់សុផលកំពុងគិតថាប្រសិនបើខ្ញុំមិនបើកមើលវាតើខ្ញុំអាចមានជីវិតដល់ព្រឹកដែរឬទេតើម្ចាស់សម្បត្តិនេះនឹងត្រឡប់មកវិញដើម្បីទាចម្លើយឬយ៉ាងណារំពេចនោះស្រាប់តែសំឡេងឮសូរក្រាំងយ៉ាងខ្លាំងបានឮលូនចេញពីជញ្ជាំងខាងក្រោយបន្ទប់ដូចជាមានអ្វីម្យ៉ាងបានបោកទង្គិចនឹងជញ្ជាំងផ្ទះរបស់គាត់លុះព្រឹកឡើងសុផលចាប់ផ្ដើមហែកស្រោមសម្បត្តិយឺតសំឡេងដែលហែកក្រដាស់ក្នុងភាពស្ងប់ស្ងាត់នៃពេលព្រឹកលាន់ឮច្បាស់ក្នុងចិត្តរបស់សុផលស្រាប់តែលេចឮសំឡេងខ្សឹបត្រជាក់
កាលពីយប់មិញថាជួយកូនខ្ញុំផងគាត់ទាញក្រដាសមួយសន្លឹកដែលបានបត់ជា4ចេញមកវាគឺជាក្រដាសដែលផុយស្រួយបំផុតប្រសិនបើគាត់ប្រើកម្លាំងខ្លាំងបន្តិចវានឹងរហែកជាមិនខាននៅពេលដែលគាត់លាតក្រដាសនោះចេញមកគាត់ឃើញអក្សរដែលសរសេរដោយទឹកខ្មៅពណ៌ខៀវចាស់តាមបែបអក្ខរាវិរុទ្ធបុរាណអក្សរនីមួយៗហាក់ដូចជាត្រូវបានសរសេរឡើងទាំងបង្ខំនិងពោរពេញទៅដោយភាពប្រញាប់សុផលចាប់ផ្ដើមអានក្នុងចិត្តផ្ញើមកលោកគ្រូខ្ញុំមិនដឹងថាអ្នកណានឹងទទួលសម្បត្តិនេះទេប៉ុន្តែកូនប្រុសរបស់ខ្ញុំនៅតែរងចាំគេនៅសាលារៀនគេមិនទាន់បានត្រឡប់មកផ្ទះវិញទេចាប់តាំងពីថ្ងៃមេឃងងឹតស្លុបនោះមកសូមលោកគ្រូជួយរកផ្លូវឲ្យគេទៅផ្ទះវិញផងឈ្មោះគេគឺនៅត្រង់កន្លែងដែលសរសេរឈ្មោះកូនប្រុសទឹកខ្មៅហាក់បីដូចជាត្រូវអ្វីម្យ៉ាងជះមកវាឲ្យរលប់មើលមិនឃើញប៉ុន្តែនៅខាងក្រោមសម្បត្តិនោះមានសរសេរលេខ1ដែលធ្វើឲ្យសុផលស្ទើរតែធ្លាក់ពីកៅអីវាគឺជាលេខកូដសម្គាល់ថ្នាក់រៀននិងឆ្នាំសិក្សាដែលជាឆ្នាំមុនពេលដែលសាលានេះត្រូវបានបិទបង់ចោលនៅក្នុងសម័យសង្គ្រាមសុផលដកដៃចេញពីសម្បត្តិនោះបន្តិចដូចជាវាភាយកម្ដៅដែលធ្វើឲ្យគាត់ខ្លាចរឯងខួរក្បាលដែលពោរពេញទៅដោយរូបមន្តគណិតវិទ្យាចាប់ផ្ដើមគណនាយ៉ាងរហ័សពីឆ្នាំ1975មកដល់ឆ្នាំ1995គឺមានរយៈពេល20ឆ្នាំគត់20ឆ្នាំដែលសម្បត្តិមួយច្បាប់នេះនៅតែរក្សាទុក20ឆ្នាំដែលវិញ្ញាណម្នាក់នេះនៅតែរក្សាពាក្យសន្យាគាត់បង្ខំចិត្តអានខ្លឹមសារដែលនៅសេសសល់ទាំងញាប់ញ័រលោកគ្រូគេមកដល់មាត់របងសាលាហើយគេឲ្យយើងជំលះចេញទាំងអស់គ្នាខ្ញុំរកកូនរបស់ខ្ញុំមិនឃើញទេគេនៅរត់លេងក្នុងចំការកៅស៊ូខាងក្រៅសាលាកាលបើលោកគ្រូឃើញសម្បត្តិនេះសូមជួយមើលថែគេផងប្រាប់គេផងថាម៉ែនៅចាំផ្លូវបំបែកកុំឲ្យគេដើរទៅណាឆ្ងាយឲ្យសោះសុផលងើបមុខសម្លឹងទៅក្រៅបង្អួចសម្លឹងទៅកាន់ចំការកៅស៊ូខាងក្រៅសាលាដែលឥឡូវនេះពោពេញទៅដោយដើមឈើធំៗនិងស្មៅដុះស៊ុបទ្រុបគាត់ទើបតែដឹងថាស្ត្រីដែលគាត់ជួបកាលពីយប់មិញមិនមែនមកលងបន្លាចគាត់ដើម្បីសប្បាយនោះទេប៉ុន្តែនាងកំពុងជាប់គាំងក្នុងពេលវេលាមួយដែលនាងបាត់បង់កូនមកត្រឹមនេះសុផលរត់រះរៀបចំខ្លួនដើម្បីទៅបង្រៀនកូនសិស្សបន្តទៀតក្នុងបន្ទប់រៀនស្រាប់តែសុផលឮសំឡេងម្យ៉ាងវាមិនមែនជាសំឡេងខ្យល់ទេប៉ុន្តែវាគឺជាសំឡេងសាច់ក្អឹកក្អឹករបស់ក្មេងប្រុសម្នាក់ដែលលាន់ចេញពីក្នុងថ្នាក់រៀនដែលនៅទំនេរខាងចុងសាលាជាថ្នាក់ដែលសុផលតែងតែមានអារម្មណ៍ថាត្រជាក់រាល់ពេលដែលគាត់ដើរកាត់សុផលដឹងថាក្នុងនាមជាគ្រូបង្រៀនម្នាក់នៅក្នុងឆ្នាំ1995នេះគាត់មានភារកិច្ចលើសពីការបង្រៀនលេខនិងវិទ្យាសាស្ត្រគាត់ត្រូវដោះស្រាយវិញ្ញាសាដ៏ធំមួយដែលជាប់គាំងអស់រយៈពេល20ឆ្នាំមកហើយសុផលមិនបង្អង់យូរឡើយបើទោះបីជាភាពនឿយហត់កាលពីយប់មិញដក់ជាប់នៅក្នុងភ្នែកក៏កម្លាំងចិត្តដែលចង់ដឹងការពិតបានរុញច្រានឲ្យគាត់ក្រោកឈរហើយគាត់ចាប់ផ្ដើមចាប់យកកូនសោសាលាដែលព្យួរនៅលើជញ្ជាំងរួចដើរសម្ដៅទៅកាន់អគារសិក្សាចាស់ដែលនៅស្ងាត់ជ្រងំមុនពេលសិស្សានុសិស្សមកដល់រាល់ថ្ងៃសុផលដើរចូលទៅក្នុងបន្ទប់ចុងបង្អស់នេះដើម្បីបង្រៀនលេខឬគណិតវិទ្យាក៏ធ្លាប់តែសម្លឹងមើលក្តារខៀននិងតុសិស្សប៉ុន្តែថ្ងៃនេះភ្នែករបស់គាត់សម្លឹងទៅលើឥដ្ឋការ៉ូដែលមានសភាពចាស់រិចរិលនិងប្រឡាក់ទៅដោយធូលីដីប៉ុណ្ណោះបន្ទប់នេះហាក់ដូចជាមានបរិយាកាសអាប់អួរខុសពីធម្មតាដូចជាមានដង្ហើមមនុស្សរាប់ពាន់ដែលធ្លាប់ឆ្លងកាត់នៅទីនេះកំពុងឈរចាំមើលសកម្មភាពរបស់គាត់សុផលដើរទៅកាន់ជ្រុងនៃបន្ទប់ថ្នាក់រៀនបេះដូងរបស់គាត់លោតនៅក្នុងចង្វាក់ញាប់ស្ញែគាត់ចាប់ដើមរាប់យឺតៗតាមការណែនាំនៅក្នុងសម្បត្តិជួរទី1ការ៉ូទី1ទី2ទី3និងទី4វាគឺជាការ៉ូមួយផ្ទាំងដែលមានស្នាមប្រេះបន្តិចនៅកែមហើយមើលទៅដូចជាមានស្នាមកោះកកាយ
ឬរង្គើខុសពីការ៉ូផ្ទាំងដទៃទៀតសុផលលុតជង្គង់ចុះរួចប្រើចុងកាំបិតតូចដែលគាត់យកតាមខ្លួនដើម្បីគាស់កែមការ៉ូនោះយឺតសំឡេងក្រឹកនេះដេកខ្សាច់ក៏កិតគ្នានៅពេលដែលផ្ទាំងការ៉ូទី4ត្រូវបានលើកចេញគាត់ឃើញកញ្ចប់ក្រណាត់ពណ៌ខ្មៅមួយដែលត្រូវបានរុំយ៉ាងណែនប៉ុន្តែវាត្រូវបានគ្របដណ្ដប់ដោយធូលីដីនិងកប់យ៉ាងជ្រៅគាត់លើកកញ្ចប់នោះដោយដៃញ័រទៅត្រឹកនៅពេលដែលគាត់ស្រាយចំណងក្រណាត់ដែលផុយស្រួយនោះចេញអ្វីដែលលេចឡើងមុនគេមិនមែនជាពន្លឺនៃមាសឡើយប៉ុន្តែគឺជារូបថតគ្រួសារមួយសន្លឹកដែលមានស្នាមអុចខ្មៅក្នុងរូបថតនោះស្ត្រីម្នាក់ដែលមានមុខមាត់បេះបិទនិងស្ត្រីដែលជួបកាលពីយប់វិញនិងក្មេងប្រុសម្នាក់ដែលកំពុងញញឹមយ៉ាងស្រស់ពេលដែលសុផលបករូបថតត្រឡប់ខាងក្រោយសុផលបាយឃើញមានអក្សរខ្មៅចាស់នៅទីនោះសរសេរថាម៉ែនិងសុផលឆ្នាំ1974ដែលធ្លាប់តែកាន់ដីសសរសេររូបមន្តគណិតវិទ្យាដ៏ច្បាស់លាស់ឥឡូវនេះញ័រទៅត្រឹកដោយស្លឹកឈើដែលត្រូវខ្យល់បក់ទឹកភ្នែកមួយដំណក់បានសក់ចុះចំឈ្មោះរបស់គាត់ដែលសរសេរដោយដៃម្ដាយក្នុងវិនាទីនោះអ្វីគ្រប់យ៉ាងដែលគាត់ធ្លាប់តែដឹងអំពីខ្លួនបានរលាយសាបសូន្យហើយជំនួសមកវិញនៅការពិតដ៏សោកសៅបំផុតសុផលយំខ្សឹកខ្សួលម្នាក់ឯងក្នុងបន្ទប់រៀនឥឡូវនេះគាត់យល់ហើយហេតុអ្វីបានជាគាត់តែងតែមានអារម្មណ៍ថាស្គាល់កន្លែងនេះហេតុអ្វីបានជាគាត់សម្រេចចិត្តជ្រើសរើសមកបង្រៀនសាលាដាច់ស្រយាលមួយនេះបើទោះបីជាមានឱកាសនៅទីក្រុងភ្នំពេញក៏ដោយវាមិនមែនជាការចៃដន្យឡើយប៉ុន្តែគឺជាអនុស្សាវរីយ៍ដែលកប់ជ្រៅក្នុងបាតបេះដូងដែលបានដឹកនាំផ្លូវគាត់ឲ្យត្រឡប់មកផ្ទះវិញរូបស្ត្រីដែលសក់វែងក្នុងសម្លៀកបំពាក់ពណ៌សដែលគាត់បានជួបកាលពីយប់មិញលែងជារូបភាពរន្ធត់ទៀតហើយនាងមិនមែនជាខ្មោចដែលមកលងបន្លាចដើម្បីយកជីវិតឡើយប៉ុន្តែនាងគឺជាវិញ្ញាណម្ដាយដែលមិនព្រមទៅចាប់ជាតិដោយសារតែបារម្ភពីកូនប្រុសនិងចង់ប្រគល់អ្វីដែលជារបស់កូនឲ្យកូនទៅវិញ20ឆ្នាំដែលនាងចូលរងចាំនៅផ្លូវបំបែកចំការកៅស៊ូក្នុងភាពងងឹតនិងត្រជាក់ដើម្បីតែរងចាំវត្តមានរបស់សុផលនឹកឃើញដល់រឿងលោកជ័យដែលចិញ្ចឹមគាត់មកគាត់យល់ហើយថាហេតុអ្វីបានជាលោកជ័យតែងតែមានទឹកមុខស្រពាប់ស្រពោននៅពេលដែលគាត់សួរនាំពីរឿងម្ដាយក្នុងសម័យកាលដ៏ច្របូកច្របល់នៅក្នុងឆ្នាំ1975គាត់ប្រហែលជាត្រូវបានគេនាំខ្លួនចេញពីសាលានេះទាំងបង្ខំខណៈដែលម្ដាយរបស់គាត់កំពុងព្យាយាមលាក់វត្ថុទាំងនេះដើម្បីទុកជាដើមទុនឲ្យគាត់រស់គាត់ក្តាប់រូបថតនោះយ៉ាងណែនជាប់ទ្រូងសម្បត្តិបណ្ដាំដែលនៅចំពោះមុខមិនមែនគ្រាន់តែជាទ្រព្យសម្បត្តិឡើយប៉ុន្តែវាគឺជាសេចក្តីស្រឡាញ់ចុងក្រោយដែលម្ដាយម្នាក់អាចធ្វើមុនពេលបែកគ្នាជារៀងរហូត